បច្ចុប្បន្នក្តីសុខណាស់រៀបការហើយអ្នកចែករំលែកមាតិកាល្អលោកវិសានិងស្រីនីកាន់តែមានសុភមង្គលក្នុងនោះ idol ស្រីនីក៏បានបង្ហោះសារយ៉ាងមានអត្ថន័យដូចនេះថាកាន់តែធំកាន់តែដឹងថាគ្រួសារពិតជាសំខាន់ផ្ទះដ៏កក់ក្ដៅមិនមែនជាផ្ទះធំទេតែជាទំនាក់ទំនងដែលពោរពេញទៅដោយការអត់ឱនសុវត្ថិភាពនិងក្តីស្រឡាញ់គ្រួសារគឺជាកម្លាំងចិត្តដ៏ធំបំផុតរបស់ខ្ញុំដោយសារពីក្មេងមកតែងតែចង់ផ្ដល់អ្វីល្អបំផុតនិងមោទនភាពដល់ពួកគាត់ទើបខ្ញុំអាចខំប្រឹងមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ព្រោះអាចនាំគ្រួសារធំទាំងសងខាងមកដើរលេងនៅកន្លែងស្អាតដោយក្តីប្រាថ្នាពីតូចអរគុណនិងដឹងគុណសម្រាប់គ្រប់យ៉ាងចាយើងឃើញហើយថា idol ស្រីនីនិងស្វាមីគឺពិតជាមានសុភមង្គលមែនតែនតែចាបង្ហាញនៅភាពផ្អែមល្ហែមហើយជាពិសេសហ្នឹងក៏មិនភ្លេចធ្វើបុណ្យចែកទានហើយមួយរយៈដែលមានសង្គ្រាមក៏អ្នកទាំងពីរខិតខំស្វះស្វែងជួយដល់វីរៈកងទ័ពជួបមុខហើយនឹងជនភៀសសឹកផងដែរនេះគឺពិតជាទឹកចិត្តល្អប្រពៃគួរឲ្យកោតសរសើរមែនតេតងទៅនឹងព័ត៌មានថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា